ជំរាបសួរខ្ញុំបាទឈ្មោះសៀនពិសិដ្ឋជាកសិករដើមស្វាយចន្ទីមួយរូបហើយក៏ជាសមាជិកសហគមន៍ស្វាយចន្ទីអូសីកដាលថ្ងៃនេះខ្ញុំចង់ធ្វើការណែនាំពីការថែទាំស្វាយចន្ទីដើម្បីទទួលបានផលច្រើនដោយខ្ញុំអនុវត្តកន្លងមកទទួលបាន3តោនកន្លះក្នុង1ហិកតាបាទមូលហេតុដំណាំចន្ទីមិនទទួលបានផលច្រើនកត្តាទាំងនោះមានដូចជាការដាក់ជីបំពន់ការថែទាំដើមការតាក់តែងមែកមិនបានត្រឹមត្រូវការប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វចង្រៃនិងជំងឺបានត្រឹមត្រូវហើយពិសេសនៅពេលដែលវារោយផ្កានិងក្តឹបដែលមានអាកាសធាតុប្រែប្រួលដូចជាសន្សើមធ្លាក់ច្រើននិងភ្លៀងកក់ខែអញ្ចឹងហេតុអីបានយើងចាំបាច់ត្រូវតែងមែកដោយសារតែស្វាយចន្ទីវាត្រូវការស្រឡះទើបវាផ្លែបានល្អកាលណាមែកនៅណែនស៊ុលទ្រុលធ្វើឲ្យវាជាជំរើកនៃសត្វល្អិតចង្រៃហើយពេលដែលមានភ្លៀងកក់ខែអីមកវាធ្វើឲ្យស្លឹកចន្ទីហ្នឹងវាក្រស្ងួតងាយនឹងឆ្លងពពួកជំងឺផ្សិតជំងឺអង់ត្រាណូសហើយនឹងជំងឺនៅកញ្ចុំផ្កាវាក្រៀមមែកដែលយើងត្រូវកាត់គឺមែកដែលនៅដុះខាងក្នុងដែលវានៅក្នុងម្លប់ទី1ទី2មែកដែលវាដុះជាន់គ្នាកើងគ្នាអញ្ចឹងអាកើងគ្នាហ្នឹងក៏យើងត្រូវកាត់ចោលដែរដើម្បីឲ្យវាស្រឡះបន្ទាប់មកមែកដែលអត់ប្រយោជន៍មែកដែលមានជំងឺវាមិនលូតលាស់ល្អយើងត្រូវកាត់ចោលពេលវេលាដែលយើងត្រូវតាក់តែងមែកស្វាយចន្ទីដែលល្អបំផុតគឺពេលដែលយើងប្រមូលផលហើយជាទូទៅក្នុងរង្វង់ខែ5ឬខែ6ហើយរបៀបក្នុងការតាក់តែងមែកនោះគឺយើងត្រូវកាត់មែកហ្នឹងឲ្យត្រឹមចិញ្ចៀនគល់មែកកាលណាយើងកាត់មិនដល់ទេវានៅវែងធ្វើឲ្យវាដុះខ្នែងស៊ុបទ្រុបច្រើនជាជំរើករបស់សត្វល្អិតហើយនឹងវាស៊ីជីអត់ប្រយោជន៍ហើយក្នុងការកាត់មែកស្វាយចន្ទីទៀតសោតមែកដែលធំអញ្ចឹងមែកដែលធំយើងត្រូវលាក់ពីក្រោមឲ្យបាន20ទៅ30% សិនហើយចាំយើងកាត់ពីលើមកឲ្យចំមុខគ្នានឹងជៀសវាងវារយះមែកធ្វើឲ្យដើមយើងនឹងអន់បន្ទាប់ពីយើងកាត់មែកហើយយើងត្រូវរកថ្នាំផ្សិតឬក៏កបោកសិកម្មដើម្បីលាបវាការពារមុខកាត់ហ្នឹងកុំឲ្យឆ្លងជំងឺផ្សេងអញ្ចឹងនេះចន្ទីក្រោយពីយើងតែងមែកហើយអញ្ចឹងឃើញថាវាស្រឡះល្អដាច់ពីគ្នាពលឺថ្ងៃអីចេញចូលខ្យល់អីបានគ្រប់គ្រាន់ល្អវាស្រឡះឃើញថាពលឺថ្ងៃចាំងចូលដកដងដើមបានត្រឹមត្រូវអញ្ចឹងបន្ទាប់ពីតាក់តែងមែកស្វាយចន្ទីហើយយើងចាប់ដើមប្រើប្រាស់ជីដើម្បីបំពន់ដើមនិងស្លឹកហើយក្នុងការប្រើប្រាស់ជីគឺយើងប្រើប្រាស់ជីធម្មជាតិលាយជាមួយនឹងជីកសិកម្មតាមលទ្ធភាពដែលយើងអាចធ្វើបានពេលវេលាដែលយើងត្រូវដាក់ជីនោះគឺអនុវត្តទៅជា2លើកដោយលើកទី1ក្នុងកំឡុងខែ6ឬខែ7លើកទី2អាចអនុវត្តនៅក្នុងខែ9ឬខែ10របៀបដាក់ជីយើងត្រូវមើលទៅលើដងដើមដែរដើមតូចយើងត្រូវដាក់នៅចុងសម្រាប់មែកដោយជីករណ្ដៅមួយជុំវិញចន្លោះពីជម្រៅ1តឹកទៅ2តឹកហើយបើសិនជាដើមធំដើមដែលមានអាយុ7-8ឆ្នាំទៅ10ឆ្នាំឡើងយើងត្រូវដាក់ចូលពីចុងសម្រាប់មែកទៅប្រហែលជាកន្លះម៉ែត្រដោយដាក់ជុំវិញដើមជីករណ្ដៅ1តឹកទៅ2តឹកហើយកប់ជីឲ្យជិតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលតែងតែជួយគាំទ្រដល់កសិករតាមរយៈក្រសួងកសិកម្មមន្ទីរកសិកម្មនិងកម្មវិធី Aspire AT ដែលខិតខំប្រឹងប្រែងផ្ដល់បច្ចេកទេសក្នុងការថែទាំនិងរកទីផ្សារជូនដល់កសិករ